បាទចឹងខ្ញុំសូមផ្ដាំផ្ញើដែរតៃតយុទ្ធជនពិការឬសោធនវិវត្តក៏ដោយយើងខំប្រឹងប្រែងខ្លួនឯងខ្លះខំចាំសัตว์ដាំដំណាំដើម្បីកសាងជីវិតយើងទេមានពីណាគេកសាងជីវិតយើងឲ្យទេមានតែខ្លួនយើងទេប្រឹងខ្លួនយើងខ្លះខ្ញុំបានពិការនេះបានសម្ដេចធ្វើផ្ទះឲ្យដីនេះខ្ញុំមានសេចក្តីត្រេកអរចំពោះសម្ដេចដេជោបាទគាត់បានជួយតែបេតយុទ្ធជនមកនៅនេះ5ឆ្នាំហើយ6ឆ្នាំនេះហើយខ្ញុំអតីតជាធានខ្ញុំពិការនៅច័ន្ទក្រហមភូមិត្បូងខ្ពស់ភូមិគូឃុំត្បូងខ្ពស់ស្រុកបន្ទាយ7ខេត្តឧត្តរមានជ័យខ្ញុំការធ្វើធានពិការជើងនឹងធ្វើធានតាមដើរធ្វើការតាមព្រំដែនខ្មែរថៃនៅជំរុំអូបុកនិងច័ន្ទក្រហមបាទខ្ញុំដាច់ជើងនឹងច័ន្ទក្រហមខ្លះគីឡូចេញពីថៃដើរធ្វើការតាមព្រំដែនទៅជួនមីនបើចាប់ពីបានសម្ដេចឲ្យផ្ទះនឹងមកតាំងពី2019មកខ្ញុំមកនៅនឹងខ្ញុំដាំដំណាំដាំស្វាយដាំនេះនឹងតាំងពីនោះមកខ្ញុំចាំមន់ចាំអីនឹងចាំរហូតមកចេះតែកាក់កបចឹងចេះតែបាននៅចឹងទៅគាត់ដោះដូរតិចចឹងណារៀបរាប់នឹងសាំងពីស្វាយទឹកដោះស្វាយចន្ទីស្វាយស្រុកបន្លែតាំងពីម្ទេសក្រូចនេះតឡាចអនងនិងតកូនឃ្លោកនិងស្ពៃនេះមន់ស្រុកទេមិនមន់នេះមន់3សាស4សាសគេទេបាទមន់ស្រែយើងចំអញ្ចឹងនៅរាល់ថ្ងៃនេះមន់ថាជាប់វា60ក្បាលតែប៉ុណ្ណឹងទេបាទជួយបានផ្ដោះបានដូចថាថ្ងៃណាទៅយើងវាដាច់លុយទៅមិនទាន់ដល់ខែអញ្ចឹងទៅយើងលក់បាន3 4 10 20គីឡូអញ្ចឹងទៅបាន3 4 10 20ម៉ឺនអញ្ចឹងដោះអាចចំណៃមន់ផងចំណៃមនុស្សផងបាទអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើដែរតៃតយុទ្ធជនពិការឬសោធនវិវត្តក៏ដោយយើងខំប្រឹងប្រែងខ្លួនឯងខ្លះខំចាំសัตว์ដាំដំណាំដើម្បីកសាងជីវិតយើងទេមានពីណាគេកសាងជីវិតយើងឲ្យទេមានតែខ្លួនយើងទេប្រឹងខ្លួនយើងខ្លះយើងពឹងគេទាំងស្រុងក៏បានដែរទៅឲ្យយើងពឹងខ្លួនយើងតិចក៏ដោយច្រើនក៏ដោយឲ្យតែយើងខំធ្វើវាគង់តែបានទេយូរឆាប់វាគង់តែកើនឡើងទេខ្ញុំអរគុណដល់សម្ដេចជូនពរសម្ដេចឲ្យមានបញ្ជាអាយុយឺនយូរដើម្បីឆ្លាក់ឆ្លៀសវៃដែលជួយដល់ជនពិការគ្រប់រូបគ្រប់ស្រទាប់វណ្ណៈសូមសម្ដេចជួយឲ្យសម្ដេចឲ្យមានសុខភាពល្អបរិបូរណ៍ឆ្លៀសវៃឲ្យឈ្នះមានសត្រូវគ្រប់ទិសទីនិងព្រមទាំងលោកទាំងអស់ឲ្យបានសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាបាទសាធុអរគុណ